យន្តហោះចម្បាំងរបស់អង្គការ NATO ត្រូវបានបញ្ជូនឲ្យហោះហើរជាបន្ទាន់បន្ទាប់ពីមីស៊ីលរបស់រុស្ស៊ីមួយគ្រាប់បានហោះចូលទៅក្នុងលំហអាកាសរបស់ប្រទេសប៉ូឡូញហើយបានធ្លាក់មីស៊ីលនោះដែលបានហោះចូលទៅក្នុងលំហអាកាសរបស់ប្រទេសប៉ូឡូញកាលពីព្រលឹមថ្ងៃប្រហ័សគឺជាផ្នែកមួយនៃការវាយប្រហារយ៉ាងចាស់ដៃដោយមីស៊ីលប៉ាឡេស្ទិកនិងដ្រូនដែលបានបាញ់បង្ហោះដោយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនពេញមួយយប់ដោយបានសម្លាប់ប្រជាជនស៊ីវិលយ៉ាងហោចណាស់8នាក់រួមទាំងកុមារផងដែរនិងបណ្ដាលឲ្យមនុស្សជាង50នាក់ផ្សេងទៀតរងរបួសក្តីបារម្ភថាសង្គ្រាមរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនប្រឈមនឹងការទាញទម្លាក់ប្រទេសជាសមាជិក NATO ដែលនៅជិតខាងឲ្យចូលរួមពាក់ព័ន្ធផងនោះកំពុងតែកើនឡើងប្រទេសប៉ូឡូញគ្រាន់តែជាសមាជិកមួយក្នុងចំណោមសមាជិកសម្ព័ន្ធភាពជាច្រើនដែលបានប្រឈមមុខនឹងដ្រូននិងមីស៊ីលវង្វេងផ្លូវជាបន្តបន្ទាប់ហេតុការណ៍បែបនេះបានក្លាយជារឿងកាន់តែធម្មតាទៅហើយក្នុងរយៈពេលប្រមាណខែថ្មីៗនេះនៅពេលដែលរុស្ស៊ីនិងអ៊ុយក្រែនបានបាញ់ស្រោចគ្រាប់មីស៊ីលរាប់រយគ្រាប់ដាក់គ្នាទៅវិញទៅមកអ្នកនាំពាក្យរបស់សម្ព័ន្ធភាពនេះបាននិយាយថាបណ្ដាប្រទេសជាសមាជិក NATO រួមទាំងប្រទេសប៉ូឡូញផងបានបញ្ជូនយន្តហោះចម្បាំង F-16 ឲ្យហោះហើរដើម្បីឆ្លើយតបទៅនឹងការប្រទះឃើញមីស៊ីលនោះព្រមទាំងមានយន្តហោះចាក់ប្រេងលើអាកាសនិងយន្តហោះព្រមានជាមុនលើអាកាសផងដែរអ្នកនាំពាក្យដដែលបានបន្ថែមថាអង្គការ NATO នឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារទឹកដីខ្លួនទោះបីជាហេតុការណ៍ធ្លាក់មីស៊ីលរបស់រុស្ស៊ីនេះមិនបានបណ្ដាលឲ្យមានអ្នករងរបួសឬខូចខាតទ្រព្យសម្បត្តិក៏ដោយវាជួយធ្វើឲ្យភាពតានតឹងរវាង NATO និងរុស្ស៊ីកាន់តែជ្រៅទៅខណៈដែលបណ្ដាប្រទេសនៅអឺរ៉ុបភ័យខ្លាចថាសង្គ្រាមដែលបានអូសបន្លាយពេល4ឆ្នាំមកហើយនេះអាចនឹងរីករាលដាលចូលក្នុងទឹកដីរបស់ពួកគេអគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានសរសេរនៅលើបណ្ដាញសង្គមថាប៉ូឡូញនិង NATO បានដំណើរការប្រព័ន្ធការពារផ្លូវអាកាសនិងផ្លូវគោករបស់ពួកគេហើយលោកបានបន្តថាហេតុការណ៍នេះគឺជាទង្វើមិនគិតពីផលវិបាកមួយទៀតរបស់រុស្ស៊ីនិងជាផលវិបាកដ៏គ្រោះថ្នាក់មួយនៃសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែននាយករដ្ឋមន្ត្រីប៉ូឡូញបានប្រញាប់ប្រញាល់ទៅកាន់ទីតាំងកើតហេតុដោយលោកបានថ្លែងថាគ្រប់យ៉ាងបង្ហាញថាវាគឺជាមីស៊ីលរបស់រុស្ស៊ីរីឯរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានសរសេរនៅលើបណ្ដាញសង្គម X ថាវាគឺជាមីស៊ីល Gross KH-101 របស់រុស្ស៊ីដែលបានរំលោភលើលំហអាកាសរបស់អង្គការ NATO លោកបន្តថានេះគឺជាការបង្ហាញយ៉ាងច្បាស់មួយទៀតថាការពង្រឹងប្រព័ន្ធការពារផ្លូវអាកាសរបស់អ៊ុយក្រែននៅពេលនេះគឺជារឿងបន្ទាន់ហើយវាក៏ជាការធានាសម្រាប់ការការពារសហគមន៍អឺរ៉ុបអាត្លង់តិកទាំងមូលផងដែរដ្រូននិងមីស៊ីលវង្វេងផ្លូវបានក្លាយជាការយកចិត្តទុកដាក់ចម្បងសម្រាប់បណ្ដាប្រទេសនៅអឺរ៉ុបជាពិសេសសម្រាប់ប្រទេសដែលស្ថិតនៅភាគខាងកើតនៃអង្គការ NATO